បាទជំរាបសួរប្រិយមិត្តដែលឆ្លាញ់ម៉ូតូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំលើកឡើងពីគុណវិបត្តិ3ចំណុចរបស់ CRS Rally ដែលធ្វើឲ្យយើងឈឺក្បាលបាទឥឡូវចំណុចទី1ខ្ញុំនិយាយនៅពេលដែល CRS Rally នេះដួលប៉ះនៅរបស់រឹងអីមួយបងប្អូនគឺថាចកោតវាហ្នឹងងាយនឹងនេះកន្លែងកកនេះពិបាកក្នុងការច្រឹងមែនទែនពិបាកច្រឹងដើម្បីឲ្យវាស្មើឆ្វេងស្ដាំខុសតាម1មីលីម៉ែត្រក៏ពិបាកដែរអាហ្នឹងចំណុចទី1ដែលខ្ញុំធ្លាប់ជួបណាអញ្ចឹងជិះតង់ប្រយ័ត្នមិនកុំឲ្យដួលបុករបស់រឹងមកតែអញ្ចឹងវីកកនេះពិបាកច្រឹងទៅកន្លែងជាងច្រឹងក៏មិនត្រូវខ្ញុំមកច្រឹងខ្លួនឯង 4-5 ដងតម្រុំត្រូវគុណវិបត្តិទី2បាទកន្លែងខ្ចៅស្មាកន្លែងនេះខ្ចៅនេះក៏ដោយបើយើងដោះមិនប្រយ័ត្នទេគឺបែកនេះខ្ចៅហ្មងខ្ញុំពិបាកមែនតើកន្លែងហ្នឹងម្ល៉េះហើយខ្ញុំកន្លែងនេះខ្ចៅស្មាខ្ញុំដូរចោលដូរដាក់អ៊ីណុកក្រោមក៏ដូចគ្នាដែរខ្ញុំដូរដាក់អ៊ីណុកដែរពួកកន្លែងហ្នឹងពិបាកមានបញ្ហាពិបាកនេះមែនតើពេលដែលយើងដោះហ្នឹងតែមិនប្រយ័ត្នភ្លេចទ្រាំភ្លេចអីគឺបែកក្បាលខ្ចៅហ្នឹងហើយចំណុចទី3ចុងក្រោយដែលខ្ញុំគិតថាជាគុណវិបត្តិដែរអូកន្លែងនេះបាទគុណវិបត្តិសម្រាប់ប្លុកធុងសាំងនេះហ្មងចំណុចទី3កន្លែងធុងសាំងនេះគឺបើសិនជាយើងលាងទឹកហើយចូលទឹកវានៅដក់គីននេះក្លុកនេះអានេះកំហុសមកពីខ្ញុំជួនកាលទៅលាងអញ្ចឹងអត់បានឲ្យគេបាញ់អាឆ្នុករហូតទៅក្រោមដែរប៉ុន្តែអាឆ្នុកហ្នឹងទោះបីជាបាញ់ក៏វាអាសាស្ទះដែរខ្ញុំមិនដឹងថាម៉ូតូគេយ៉ាងម៉េចតែម៉ូតូខ្ញុំគឺកន្លែងហ្នឹងស្ទះតែរហូតស្ទះសឹងតែ2ខែទៅបាញ់វាម្ដងដើម្បីជ្រុះដីទៅទឹកពេលលាងទឹកទៅទឹកហូរចូលហ្នឹងវាហូរទៅក្រោមបើមិនអញ្ចឹងទេគឺពេលលាងម្ដងគឺទឹកដក់នៅហ្នឹងបាទអញ្ចឹងមាន3ចំណុចខ្លីៗនេះបាទសម្រាប់ tip CRS Rally បាទ